สุดท้ายในต่างគ្នាជួបគ្នាជាមួយនឹង Admin Mona នៅក្នុងរឿង Anniversary ក្រុងចង្អានដែលជាភេទទី6មុននឹងចូលដល់រឿង Admin ចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងពេលនេះមិនចាស់អស្ចារ្យរដូវកាលទី2ក៏មិនទាន់ចេញនៅឡើយទេបើសិនជាមិនជា Admin ក៏អាចចូលទៅសាច់មើលដោយខ្លួនឯងបានពូឆឹងបានទៅរកមនុស្សដែលទូប្រគាត់ចង់ឲ្យរកនៅពេលដែលពូឆឹងទៅដល់គាត់បានឃើញថាចាស់ម្នាក់ក៏ត្រូវបានគេសម្លាប់ពូឆឹងក៏បានយកដៃទៅស្ទីបដង្ហើមរបស់គាត់សាប់ទៅជួបពុកមាត់ចេញមកតែម្ដងពូឆឹងក៏បានឃើញសមាគមគិតកម្នាក់អ្នកទាំងពីរក៏បានបើកការពិភាក្សាគ្នាពូឆឹងបានថេគិតកចេញទៅខាងក្រៅហើយក៏បានទាញកណ្ដាលរបស់មុខគេចេញគិតកក៏បានរត់គេខ្លួនគេបានលុតចុះមកក្រោមជួបមនុស្សម្នាក់គឺសម្លាប់ម្នាក់បើតាមស្នាមមុខរបស់គិតកមកទៅដូចជាអ្នកបម្រើរបស់រាជទាយាគិតកបានចាក់ក្មេងស្រីម្នាក់ដើម្បីគំរាមគេបានធ្វើឲ្យនាងមានរបួសហើយក៏បានបោះនាងទៅលើឧឆឹងក៏រវល់តែជួយសង្គ្រោះនាងគិតកក៏បានរត់បាននៅពេលដែលឧឆឹងនៅលើដំបងគាត់ក៏បានឃើញថាគិតកក៏បានរត់ចូលទៅក្នុងរាជវាំងគាត់ក៏បានឃើញទូស្រីកំពុងតែដើរនៅលើផ្លូវដែលស្លៀកសម្លៀកបំពាក់ជាអ្នកបម្រើដែរទូស្រីបានម្លេចដូនជីក៏បានសួរតែនាងមិនទាន់ចាក់ចេញទេអីទូស្រីក៏បានប្រាប់ថាដោយសារតែនាងស្រួលប្រានិងធ្វើការរហ័សរហួនមិនជាគេຕົកនាងនៅដំបងឡើយនាងមិនចាំមកឆាំងអានទេព្រោះថាវាឆ្ងាយពីស្រុកកំណើតប៉ុន្តែដល់ពេលដែលនាងត្រូវដល់ពេលដែលចាក់ចេញនាងមានអារម្មណ៍ថាសង្ស័យដូនជីថាលើកមុនទូស្រីបានប្រាប់គាត់ថាម្ចាស់របស់ទូស្រីក៏ចិត្តអាក្រក់ណាស់ទូស្រីក៏បានប្រាប់គាត់ថាគេមិនមែនជាម្ចាស់របស់នាងទេក៏ប៉ុន្តែគាត់ក៏មិនអាក្រក់ដែរគាត់គ្រាន់តែគួរឲ្យធុញតែប៉ុណ្្នឹងឯងទូស្រីក៏បានសួរទៅទឹកតែរបស់នាងយ៉ាងម៉េចដែរដូនជីក៏បាននិយាយថានាងមកទីនេះដល់ថ្ងៃមកដើម្បីបម្រើទឹកតែដល់គាត់ក៏បានសួរថាទូស្រីមកចង់បានអីទូស្រីក៏បានប្រាប់ថារាល់ដងពេលដែលនាងស្ដាប់ភ្លេងពិណរបស់គាត់នាងមានអារម្មណ៍ថាចិត្តស្ងប់និងទុកព្រោះតែប្រមាណក៏បានភ្លេចអស់បើអាចមករៀនលេងបានអត់ដូនជីក៏សួរចង់ធ្វើជាសិស្សរបស់គាត់និងមានដឹងអត់ថាគាត់គឺជាអ្នកណាទូស្រីក៏បាននិយាយថាមើលទៅប្រហែលជាគ្រូរបស់ពេលនាងណាម្នាក់ហើយដូនជីក៏បានតបមើលទៅមានតែទូស្រីទេដែលមិនដឹងថាគាត់គឺជាអ្នកណាមានតែទូស្រីម្នាក់ទេដែលអាចកើតដូចជាគាត់ក៏សួរថាទូស្រីឈ្មោះអីគ្រូតែស្គាល់ឈ្មោះរបស់សិស្សមិនអញ្ចឹងអីទូស្រីកំពុងតែរកអ្នកឈ្មោះក៏បានប្រទះឃើញជាមួយនឹងនំមួយនាងក៏បានប្រាប់គាត់ថាឈ្មោះរបស់នាងគឺថាវរកាត់មកសំណាហើយស៊ីនវិញអ្នកបម្រើក៏បានប្រាប់ឲ្យស៊ីនថានាងបានឃើញទូស្រីស្លៀកពេជ្រជាអ្នកបម្រើហើយរត់ចេញពីរាជវាំងម្ដងទៀតហើយនាងគិតថានាងគួរតែបដាទូស្រីម្ដងទៀតហើយស៊ីនក៏បានស្រែកនាងប្រាប់ហើយកុំឲ្យរំលឹកពីឈ្មោះរបស់នាងឲ្យសោះអ្នកបម្រើក៏តបថាប៉ុន្តែនាងក៏បានទៅសំណាក់តានៅទីនោះមានដូនជីដែលព្រះអង្គស្ដាប់បំផុតនាងលើថាទូស្រីបានទៅកន្លែងនោះជាច្រើនដងហើយបើសិនមិននាងរាយការណ៍រឿងនេះទៅព្រះអង្គនាងប្រហែលជាត្រូវបានដាក់ទោសហើយស៊ីនក៏បានកាត់ស្នៀសសក់បាក់ហើយឡើងឈាមដៃទៀតហើយស៊ីនក៏បាននិយាយថានាងជាពនាងមកពីសញ្ញាត្រូវបានលើកដំកើងដោយព្រះអង្គផ្ទាល់ប៉ុន្តែខ្ញុំវិញខ្ញុំគ្រាន់តែជាកូនស្រីដែលទៅប៉ុណ្ណោះព្រោះតែព្រះអង្គអាណិតទើបខ្ញុំអាចរស់នៅដល់ពេលនេះបានទោះបីជាខ្ញុំរាយការណ៍រឿងនេះនៅជាមួយដូនជីក៏ដោយចោះតែបានប្រយោជន៍អីព្រះអង្គទ្រង់នឹងនិយាយថានាងទៅតែមកច្បាស់ជាមិនដឹងច្បាប់ទម្លាប់ទេអ្នកបម្រើក៏បាននិយាយសុំទោសដោយសារតែនាងបានធ្វើឲ្យហ៊ុយស៊ីនខឹងបើសិនជាចង់វាយនាងមកតែសុំគុំធ្វើបាបខ្លួនឯងអីហ៊ុយស៊ីនថានាងស្អប់ទឹកប្រុសណាស់នាងស្អប់ដោយគាត់បានបំភ្លេចមិត្តភាពរវាងពួកគេនាងមានតែម្នាក់អញប៉ុណ្ណោះតែនាងអាចទៅណាបានអ្នកបម្រើក៏បានប្រាប់ថាខ្ញុំបានជួបជាមួយនឹងមហាសី CE គាត់បានអរគុណនាងគាត់ថាបើនាងចង់បានអីអាចសុំគាត់បានមហាសី CE រនៅក្នុងវែងច្រើនឆ្នាំហើយគាត់ក៏ស្និទ្ធស្នាលជាមួយនឹងមហាសីវាងដែរកាលមកទូប្រវិញឧឆឹងគាត់ក៏បានប្រាប់ពីរឿងដែលគិតករត់ចូលទៅក្នុងរាជវាំងហើយអាចិនគាត់ថាប្រហែលជាគិតករគ្មានកន្លែងទៅដឹងប៉ុន្តែរៀងក្នុងចិនគិតករដែលនៅលើទូកត្រូវបានគេរកឃើញថាពាក់ព័ន្ធនឹងរាជទាយាទវាមិនអាចចែកដណ្ដប់ម្លឹងទេដឹងទូប្រគាត់ក៏ឆ្ងល់ថាតុងចិនហើយនឹងរាជទាយាទមានទំនាក់ទំនងអ្វីឲ្យប្រកាសឧឆឹងថារឿងនេះប្រហែលជាជាប់ទាក់ទងជាមួយនឹងរឿងដែលត្រង់រៀបការជាមួយពនាងហើយទូប្រគាត់ក៏តបថាវាមិនអាចទៅរួចទេអាចិនក៏សួរតែត្រង់នៅតែគាត់ថារាជទាយាទគ្មានថ្ងៃធ្វើបែបនេះមែនអត់ទូប្រក៏បានប្រាប់កាលពីថ្ងៃមុនរាជទាយាទទៅហៅគាត់ទៅមើលគេជាសិស្សលេងបាល់នឹងសាររឿងក៏បានបង្ហាញនៅពេលដែលគាត់នៅជាមួយនឹងរាជទាយាទក៏បានប្រាប់ថានគរសីយាមានកងទ័ព10,000នាក់ឥឡូវនេះឯងរៀបការជាមួយនឹងពនាងហើយវាក៏លែងមានសង្គ្រាមដែរទូប្រក៏បានប្រាប់ថារឿងនេះក៏ត្រូវតែអរគុណដល់ព្រះបិតាទ្រង់ក៏បានកាត់យ៉ាងល្អិតល្អន់សុភាវរៈកំពុងតែអង្គុយជជែកគ្នាតែទូស្រីវិញក៏លត់ចូលលត់ឡើងដូចជាកូនក្មេងរាជទាយាទថាព្រះអង្គបានគៀបសង្កត់រដ្ឋបាលខេត្តនីមួយនគរបានឆ្លងកាត់សង្គ្រាមទើបតែសម្រាប់ក៏ខ្លាចបើនៅតែបន្តគៀបសង្កត់បែបនេះទៀតអាចនឹងមានការបះបោរគាត់ក៏បានចាប់ដៃទូប្រុសហើយក៏បានប្រាប់ថាបីដែលមិនស្ដាប់សម្ដីបងទេតែអញអាចជួយនិយាយបញ្ចុះបញ្ចូលត្រង់បានអត់ទូប្រុសក៏បានតបថាម្ចាស់បងលើកដំកើងទូបង្គំបីហើយទូបង្គំគ្រាន់តែជាមនុស្សដែលមានឋានៈទាបតែប៉ុណ្ណឹងមិននឹងអាចធ្វើរឿងបែបនេះបានទៅរាជទាយាទក៏បានតបថាមុននឹងក្រោយយើងនឹងខ្លាចជាស្ដេចផែនដីដដែលអញគុំគេជួយយើងនឹងទូប្រុសក៏បានតបថាខ្ញុំបម្រើប្រទេសមិនមែនបម្រើត្រង់ទេតែត្រង់នឹងអត់គិតកលលើកមុនគឺជាតុងឈិនរាជទាយាទទ្រង់មានការភ្ញាក់ផ្អើលបន្ទាប់ពីនិយាយរឿងកាលពីថ្ងៃមុនឲ្យពួកគេស្ដាប់ហើយទូប្រុសក៏បានបន្តទៀតថាម្ចាស់បងទ្រង់ប្រឆាំងនឹងការគៀបសង្កត់រដ្ឋបាលទ្រង់ថាការគៀបសង្ក
ត់អាចនឹងធ្វើឲ្យមានការបះបោរការស្អប់របស់ទ្រង់គួរតែដូចគ្នានឹងបិតាហើយអាចិនក៏បានសួរថាចុះណានលូវិញបើការរៀបការបរាជ័យអ្នកដែលចំណេញជាងគេគឺជាណានលូអេមីនក៏មិនដឹងថាណានលូគឺជាអ្វីដែរកាត់មកផ្ទះបានវិញរីតិយាក៏បានជួបបរិះ2នាក់បរិះសម្បល់ស្អែមក៏បាននិយាយថានេះគឺជាផលប្រយោជន៍របស់ភាគីទាំងសងខាងបរិះចំណាស់ក៏បាននិយាយថារឿងដែលរីតិយាសុំគាត់បានយល់ព្រមហើយនៅតែរងចាំការបញ្ជាក់របស់ទ្រង់តែប៉ុណ្ណោះរីតិយាក៏បានតបថាដរាបណាអ្នកគ្រប់គ្នាគ្រប់គ្រងគាត់នឹងបញ្ចុះបញ្ចូលព្រះអង្គឲ្យលោកគោលការណ៍ទាំងអស់ចេញបរិះសម្បល់ស្អែមក៏ស្រាប់តែនិយាយថាអ្វីដែលគាត់ចង់បានគឺច្រើនជាងនេះគាត់ចង់ឲ្យមង្គលការព្រះនគរសីហៈនិងនគរខាងបារាជ័យអ្នកទាំងអស់គ្នាមានច្រឡំអ្នកបម្រើដែលបានជួបឃាតករកាលពីលើកមុនហ្នឹងគឺជាហុយស៊ីនមានសំទោសផលអ្នកទាំងអស់គ្នាលើក្រោយមាននឹងធ្វើឲ្យមានកំហុសទេអ្នកបម្រើរបស់រាជយាបានចូលមកក៏បានហៅបរិះចំណាស់ថាជាឪពុកធរបរិះចំណាស់ក៏បានសួរតែរាជយាបានសម្រេចចិត្តហើយនៅអ្នកបម្រើរាជយាក៏ថាបានបរិះចំណាស់ក៏បានសួរតែអ្វីៗរៀបចំហើយឬនៅអ្នកបម្រើរាជយាក៏បានប្រាប់ថាវាបានរៀបចំរួចហើយកាន់តែរងចាំរហូតដល់សូវឈើជួតែប៉ុណ្្នឹងឯងបរិះចំណាស់ថាចាំពេលដែលតងជិនចាក់ចេញនំគ្នារបស់ជើងចូលក្នុងរាជវាំងហើយធ្វើការកុំឲ្យផ្លត់អីសោះសេរីរបស់ជើងក៏បានជាមនាទីបញ្ចប់ទៀតហើយអ្នកទាំងអស់គ្នាមិនដែររដូវកាលទី1របស់យើងគឺមានចំនួន12ភាគហើយយើងក៏បានមើលចំនួន6ភាគដែរគឺនៅសល់6ភាគទៀតហើយអ្នកទាំងអស់គ្នាកុំភ័យអសោះនេះគឺមានដល់រដូវកាលទី2ឯណោះមិនចាំបាច់តែខ្លាចបាត់វគ្គដូចជារឿងវិទ្យាម្ចាស់អស្ចារ្យទេជួបអេមីម្ដងទៀតនៅវីដេអូក្រោយណាបាយបាយ